សកតិគីមីខ្ញុំអាចទៅបានណាពូពួកខ្ញុំមានវិបស្សនាចាស់ខ្លះហើយពូខ្ញុំអាចបន្តវិបស្សនាទៀតទៅហើយខ្ញុំមួយថ្ងៃនៅក្នុងផលសមាបត្តិត្រឹមតែម្ដងបានហើយពូខ្ញុំនៅយូរសម្បាក់នឹងវិបស្សនាទៅខាងលើដើម្បីចូលមគ្គទី2ទៀតណាពូហើយវិធីឡើងមានខ្ញុំណាពូចឹងខ្ញុំយកចិត្តទុកដាក់ស្ដាប់អាត្មានឹងប្រាប់ខ្ញុំដល់សង្ខេបថ្វាយបង្គំព្រះអង្គគ្រូកណាចូលបានផលសញ្ញាបត្រនឹងរឿយរាល់ថ្ងៃដែរគុណចាស់តែកណាចង់សួរព្រះអង្គគ្រូថាអាភាពនឿយណាយកាលមុនយើងបានមគ្គនឿយណាយទុកឃើញអីហ្នឹងឥឡូវហ្នឹងកណាបាត់អស់ហើយតែបើចូលមគ្គទី2នឿយណាយហ្នឹងកើតឡើងម្ដងទៀតអត់ពូចម្រើនពូញោមសាធុតេតូននឹងការនឿយណាយហ្នឹងវាមិនទៀងដែរពូញៀនអស់ហ្នឹងពូបុគ្គលខ្លះគាត់បានឃើញពីដំបូងឃើញចឹងតែពេលក្រោយមកក៏វាកើតដែរប៉ុន្តែវារហ័សពូក៏ឡើងចូលញៀនខាងលើបានដោយយ៉ាងលឿនពូមិនប្រកបវិជាថាយើងជួបដោយមាត់ចត់ទាំងអស់ទេពូព្រោះអរិយបុគ្គលអង្គខ្លះលោកត្រឹមតែលោកឃើញនាមរូបហើយលោកក៏អាចឆ្លងកាត់ញៀនមកយ៉ាងលឿនដូចជាសន្ទុះខ្យល់ពូក៏បានទៅដល់សង្ខារពេកខាងញៀនហើយលោកក៏ចូលកាន់ទៅជាអរិយបុគ្គលហើយបុគ្គលខ្លះលោកឆ្លងនាមរូបហើយលោកឃើញបច្ច័យរបស់នាមរូបឃើញតាមដាប់មួយហើយលោកមិនអាចចាប់បានញៀនទាំងអស់ទាំង16ទាំងអស់ទេតែញៀនទាំងអស់នោះកើតឡើងនឹងច្បាស់ប្រកបមួយចំនួនពូហើយលោកក៏ទៅជាអរិយបុគ្គលបានពូហើយអរិយបុគ្គលអង្គខ្លះទៀតលោកទៅឆ្លងញៀនតាមដាប់មួយដោយលំបាកពូញៀនមួយលោកទៅជួបទាំងអស់ត្រឹមតែលោកបានទៅជាអរិយបុគ្គលនេះចង់បញ្ជាក់ថាបនិស្ស័យរបស់អរិយបុគ្គលមិនដូចគ្នាទេពូដំបូងខ្ញុំអាចជួបពួកនាមរូបដែលគ្រប់គ្រាបនឹងដោយច្រើនតែពេលដែលញោមទៅដល់អរិយបុគ្គលថ្នាក់បសោតាបានហើយចឹងនាមរូបទាំងអស់ហ្នឹងអាចមានដែរប៉ុន្តែវាមានភាពល្អិតម៉ត់វាមិនសូវជាគ្រប់គ្រាបដូចការយើងជួបដំបូងទេពូហើយការជួបញៀនទាំងអស់ខាងដើមហ្នឹងយើងអាចជួបបានទៀតដែរពូប៉ុន្តែมันប្រកាសថាយើងជួបទាំងអស់ពូវាអត់មានការកំណត់បានណាពូព្រោះអរិយមគ្គហ្នឹងក៏វាជាសង្ខារធម៌ដែរវាទៀងពូចឹងបានញោមមើលសម័យព្រះបុគ្គលខ្លះគាត់មិនបានឃើញញៀនទាំងអស់ចឹងទេពូគាត់គ្រាន់តែស្ដាប់ធម៌ព្រះអង្គហើយក៏អាចចាត់ធ្វើអរហន្តបានណាតែញៀនហ្នឹងមានតែថាមិនបានចែកបានដោយសារគាត់ចេះបរិយ័តឬក៏គាត់ចែកមិនតាន់ព្រោះញៀនហ្នឹងមានសន្ទុះលឿនពេកក៏គាត់ទៅជាព្រះអរហន្តបាននេះហើយមាននរណាកំណត់ប្រតិបត្តិនឹងបានទេវាព្រោះវាជាសង្ខារធម៌ទេគឺអ្នកដែលអាចដឹងញៀនហ្នឹងមិនមែនអ្នកដទៃកំណត់បានណាពូគឺញោមដឹងច្បាស់យល់ច្បាស់ដោយបញ្ញារបស់ញោមព្រោះវាជាញៀនមិនមែនជាបញ្ញាថ្នាក់គិតនរណានិយាយបានអត់មានទេពូចង់បញ្ជាក់ញោមបាសកាដែរពូបើសិនជាញោមប្រាថ្នាចង់បានទៅជាសកតិគីមីខ្ញុំអាចទៅបានណាពូពួកញោមមានវិបស្សនាចាស់ខ្លះហើយពូខ្ញុំអាចបន្តវិបស្សនាទៀតទៅហើយញោមមួយថ្ងៃនៅក្នុងផលសមាបត្តិត្រឹមតែម្ដងបានហើយពូញោមនៅយូរសម្បាក់នឹងវិបស្សនាទៅខាងលើដើម្បីចូលមគ្គទី2ទៀតណាពូហើយវិធីឡើងមានញោមណាពូចឹងញោមយកចិត្តទុកដាក់ស្ដាប់អាត្មានឹងប្រាប់ញោមដល់សង្ខេបយកចិត្តទុកដាក់ស្ដាប់អាត្មានឹងប្រាប់ខ្ញុំដល់សង្ខេបខ្ញុំតាំងចិត្តថាពេលអាត្មាចេញវិផលសមាបត្តិអាត្មានឹងបន្តបស្សនាដើម្បីបានមគ្គទី2អញ្ចឹងពេលដែលញោមចេញផលសមាបត្តិភ្លាមញោមឃើញសង្ខារធម៌ទាំងឡាយវាកើតឡើងមកប្រកបញោមពិនិត្យមើលសង្ខារធម៌នោះសម្លឹងដល់អារម្មណ៍ឧបេក្ខាជាមួយសង្ខារធម៌ពូកុំប្រៀបធៀបនាមរូបពូហើយបង្ើយនាមរូបហ្នឹងទៅហើយញោមបន្តហើយបង្អោនចិត្តដើម្បីមគ្គទី2មគ្គទី2នឹងប្រកបសម្រាប់ញោមហើយពូសាធុរូបណាសូមអ្នកមកសាទការថែរង្គមពីចម្ងាយដល់ស្ដីគោរពយុបមិញកណាចម្រើនផ្ងាផងអៀងស្ដាំឆ្វេងដល់រទេកណាអៀងស្ដាំកណាឃើញរូបហ្នឹងកើតឡើងរឿងផងធ្ងន់ផងហើយស្រាប់តែរូបនឹងរលត់មួយកណាត់ម្ដងហើយដូចជាមានលឺអត់ព្រិចដេញតាមរូបរត់នឹងគ្រូបងគ្រូ
ហើយក៏រូបនឹងរលត់សូនទៅកណានៅតែនាមដឹងពេលនោះកណាពេលថាមានជាមួយនឹងវាហើយក៏រូបក្តីនាមក្តីជាសង្ខារធម៌កើតហើយរត់ទៅវិញសូនចាក់សច្ចៈបុគ្គលកណានាមក្តីជាសង្ខារធម៌កើតហើយរត់ទៅវិញសូនចាក់សច្ចៈបុគ្គលកណាបរកម្មរហូតទៅដល់ពេលរូបនឹងមានប្រក្តីឡើងវិញរូបที่โยมឃើញហ្នឹងសពពួករូបធម៌โยมកំណត់ដឹងជាសង្ខារធម៌អញ្ចឹងទៅពោដែលโยมឃើញរូបគ្រប់គ្រាតវាចេញមកប្រកាសហើយវាក៏លុតទៅវាឃើញពេលលុតឃើញពេលសចាំងហ្នឹងពោល្អិតទូចហ្នឹងគេហៅពួកសំងំកលាបៈរូបដែលល្អិតតូចបំផុតដែលសមាធិយើងមានកម្លាំងខ្លាំងវាអាចឃើញបានណាពោនឹងជាសំងំកលាបៈរូបដែលវាល្អិតនៅក្នុងកាយរបស់យើងពោអាហ្នឹងហើយក៏ទៅនៅតែជារូបដែររូបគ្រប់គ្រាតក្តីរូបល្អិតក្តីរូបប្រណិតក្តីរូបឧត្តមក្តីរូបទោះបីយ៉ាងណាក៏វាជាសង្ខារធម៌ខ្ញុំធ្វើទុកក្នុងចិត្តចឹងទៅពោណាពោវាមិនទៀងទេសេចក្តីត្រេកអរសេចក្តីភ័យខ្លាចសេចក្តីរីករាយមិនក៏បីមានចំពោះរូបទាំងអស់នោះហើយចិត្តខ្ញុំឧបេខាបណ្ឌិតឧបេខាជាមួយសង្ខារធម៌ទាំងអស់ហ្នឹងក៏ដែរពោទោះបីជាវារលត់ទៅដល់ភាំងកញ្ញាព្រោះញោមធ្លាប់ដល់ភាំងកញ្ញារួចហើយពោដូច្នេះញោមនឹងទៅដល់ភាំងកញ្ញាញឹកញាប់បន្តទៀតទោះបីជាវាលុតហើយភាំងកញ្ញាវាត្រឡប់មកកើតវិញក៏ញោមនៅតែរៀនជាមួយនាមរូបផងដែររហូតទៅដល់ញោមផុតចាកភាំងកញ្ញាចូលភ័យញ្ញាណណាពោពេលហ្នឹងចាំញោមប្រាថ្នាបរិញ្ញាបត្រផ្សេងពោសាធុកណាសូមអរគុណដល់ព្រះអង្គគ្រូហើយកណានឹងមានថ្ងៃមួយនឹងទៅដល់ព្រះអង្គគ្រូម្ដងទៀតកណានឹងទៅជួបព្រះអង្គគ្រូម្ដងទៀតសាធុដោយសេចក្តីជ្រះថ្លានឹងដោយសេចក្តីគោរពពេលណាសតិវិបស្សនានឹងកើតមកកណាជាទឹកពុះកណាស្ដាប់ឱវាទព្រះអង្គគ្រូការទៅរៀនកណាធ្វើទុកក្នុងចិត្តថានេះជាកម្លាំងវិបស្សនាព្រះអង្គហើយដូចយប់មិញហ្នឹងកណាលុតវិបស្សនាហ្នឹងរូបហ្នឹងរលត់ម៉ោង11ជាងព្រះអង្គគ្រូកណាសម្រានអត់លក់តលទៅចិត្តភ្លឺបានលក់ពេលណាវិបស្សនាកើតមានដល់ខ្ញុំបកករណាព្រះអង្គអរគុណណាស់ព្រះអង្គគ្រូកណាអរគុណសូមព្រះអង្គគ្រូមានសុខភាពល្អនិងកាយពលមាំមួនគង់នៅជាសុខក្នុងព្រះសាសនាដើម្បីដឹកនាំសត្វលោកដែលងុយងោកដែលមិនដឹងធម៌ព្រះអង្គសច្ចធម៌ព្រះអង្គអ្វីដែលមិនទៀងថាទៀងនោះព្រះអង្គដូចជាខ្ញុំព្រះអង្គនេះបានដូចថាទូកកាប់ហើយផ្ងាយចឹងព្រះអង្គគ្រូមានគុណូបការៈណាស់ដែលព្រះអង្គបានសិក្សានៅធម៌របស់ព្រះសម្មាសម្ពុទ្ធមានផ្ទៃមេត្តាចិត្តសង្គ្រោះដល់សត្វសត្វដែលងងដូចជាខ្ញុំបករណាហើយសត្វទាំងឡាយដែលងងចឹងខ្ញុំបករណាមិនដែលបានឆ្លងកាត់នៅសមាធិកម្មដ្ឋានមិនដែលស្គាល់ថារៀននៅអភិធម្មទេដល់ទៅបានស្ដាប់តិចតួចបានព្រះអង្គគ្រូសម្ដែងអាវាតមកថាបានយល់ជាក់ច្បាស់ហើយមកវិញចេះស្ដាប់អភិធម្មបានចេះខ្លះព្រះអង្គយល់ពីមុនអត់ទេកណាស្ដាប់ទៅដូចមិនដឹងទៅណាមកណីទេដូចមិនចូលដល់មកពីសិក្សាវិញមួយអាទិត្យនេះធ្វើឲ្យបញ្ញាខ្ញុំព្រះអង្គចាស់ខ្លាឡើងបានស្ដាប់អភិធម្មសម្ដែងដោយលោកគ្រូអគ្គបណ្ឌិតពុទ្ធវង្សបានស្ដាប់យល់ព្រះអង្គយល់ឲ្យព្រះអង្គគ្រូអរគុណណាស់ព្រះអង្គសាធុពោចម្រើនពោញោមសាធុអីទេពោនឹងជាបនជាភពជាវាសនាល្អដែលញោមសំមកល្អពោវត្ថុទាំងឡាយសុទ្ធតែមានហេតុបើញោមសំមកមិនល្អញោមមិនបានជួបធម៌ល្អទេពោវិបស្សនាយើងស្ដាប់ឮមកហើយតែសង្ខារធម៌ទាំងឡាយមិនយើងស្ដាប់ឮប្រសង់លោកសូត្រសម្ដែងតែយើងមិនយល់បានគួរយើងខ្វះការសេពគប់សពរោះដែលគេជួយបង្ហាញផ្លូវពោឥឡូវនេះញោមបានស្គាល់ហើយធម៌របស់សពរោះ
ហើយជាធម៌មិនខុសចាកពុទ្ធដីកានិងអធិកថាអ្វីដែលញោមឃើញសង្ខារធម៌ដូចជាទឹកពុះហ្នឹងអាហ្នឹងពុទ្ធសម្ដែងថាមានបញ្ញាញាណហ្នឹងមិនមែនញោមទេព្រោះនឹងបញ្ញាញាណវាកំណត់ដឹងគាត់តែយើងមិនដឹងនិយាយថាម៉េចមកយើងអត់ស្គាល់ញាណទាំងអស់ហ្នឹងក៏យើងឲ្យឈ្មោះថាឃើញសង្ខារធម៌ដូចទឹកពុះព្រោះតែក៏ពិតមិនមែនកាយយើងដូចទឹកពុះទេសភាវៈរបស់សង្ខារវិបស្សនាញាណគឺរូបធម៌នាមធម៌វាមានសភាពឲ្យដូចជាពពុះទឹកចឹងឯងព្រោះត្រូវហើយព្រោះនឹងឲ្យពុទ្ធសម្ដែងទៅហើយព្រោះហើយតកតងនឹងរឿងដែលញោមដេកអត់លក់ព្រោះកាពិតសត្វលោកទាំងញោមទាំងអាត្មាភាពប្តីសត្វដែលមិនតន់ជារិទ្ធបុគ្គលរមែងតៃអនឹងការដេកលក់ព្រោះលងលក់នៅក្នុងដេកលក់ការដេកលក់ហ្នឹងអត់មានបុណ្យកុសលទេនឹងស្ថិតនៅក្នុងភវាំងទុដេកអត់លក់យកសពក្តីទោះបីជាលក់យកសពក្តីច្រើនតែអកុសលទេព្រោះកម្លាំងវិបស្សនារបស់ញោមមានខ្លាំងវាអាចគ្របសង្កត់នៅថេរនិមិត្តធបានណាព្រោះវិបស្សនាញាណសមសញ្ញាញាណនិងឧទយវិញ្ញាណញាណហ្នឹងវាមានកម្លាំងអស្ចារ្យរហូតដល់5ញាណហ្នឹងគឺវាគ្របសង្កត់ការងប់ងុយដូច្នេះដែលញោមពេញចិត្តការដេកលក់គឺអវិជ្ជាទេព្រោះកន្លងមកយើងតែនៅពេញចិត្តចឹងពេលដល់បញ្ញាកើតវាធ្វើឲ្យការលងលក់នោះអត់មានព្រោះវាគ្របសង្កត់និវរណៈបានណាព្រោះបញ្ញារបស់វិបស្សនាញាណចឹងឯងព្រោះយើងបប្រតិបត្តិបែបណាក៏ដោយបើយើងមិនបានឃើញសង្ខារធម៌ជាទុកទេយើងតែត្រេកអរនៅក្នុងខណ្ឌហ្នឹងថាជាខ្លួនយើងណាព្រោះបើតែយើងឃើញសង្ខារធម៌ហ្នឹងជាទុកជាបោសជាសហើយឃើញសង្ខារធម៌ហ្នឹងជារបស់មិនគួរត្រេកអរគួរនៅណាយគួររលាស់ចោលហ្នឹងបានញោមចាប់ផ្ដើមចូលអនុបស្សនា7ព្រោះពេលអនុបស្សនា7បរិបូរណ៍ពេលហ្នឹងញោមលេងត្រេកអរនិមរូបហើយព្រោះការមិនត្រេកអរនិមរូបនេះហើយជាផ្លូវបរិសុទ្ធដើម្បីចូលកាន់អរិយមគ្គតារាបណាយើងរៀនវិបស្សនាសតិប្បដ្ឋានការបប្រតិបត្តិបែបណាក៏ដោយឲ្យតែយើងឃើញខ្លួនឃើញរបស់ខ្លួនហើយបញ្ញាមិនបានឃើញនិមរូបមិនគួរឲ្យត្រេកអរទេញោមមិនអាចចេញអំពីនិមរូបបានទេព្រោះទោះបីជាញោមមានសភាពនៅណាយធុញទ្រាំពីមនុស្សម្នាក៏ដោយតែនោះមិនមែនជាបញ្ញាញាណទេនោះគ្រាន់តែជាការនៅណាយក្នុងការស្ដាប់ធម៌ឬក៏យើងធុញទ្រាំព្រោះមានរឿងរ៉ាវច្រើនព្រោះអពាតច្រើនព្រោះមានរឿងកម្មគោះតោះតេងគ្នាច្រើនហ្នឹងមិនមែនជាបញ្ញាញាណទេព្រោះគ្រាន់តែជាការធុញទ្រាំនឹងភាពស្មុគស្មាញចង់រកកន្លែងសុខប៉ុណ្ណោះព្រោះតែក៏ពិតបញ្ញាញាណហ្នឹងគឺយើងមើលឃើញរូបធម៌និមធម៌ព្រោះមុនដំបូងឃើញរូបធម៌និមធម៌បន្ទាប់មកចាប់ផ្ដើមកំណត់ដឹងរូបធម៌នោះភាពមិនទៀងជាទុក្ខជាអនត្តាហើយមកក៏ឃើញច្បាស់ដល់សង្ខារធម៌នោះជាទុក្ខជាភ័យគួរឲ្យនឿយណាយគួររលាស់ចោលមិនគួរឲ្យត្រេកអរកន្លែងនេះដែលញោមអាចទៅអរិយបុគ្គលបានណាព្រោះបើបញ្ញាញាណមិនឃើញបែបហ្នឹងទេញោមមិនអាចទៅជាអរិយបុគ្គលបានទេហើយញោមបានឃើញពុកលាបរូបទាំងឡាយញោមបានឃើញសង្ខារទាំងឡាយជាទោសដែលញោមមានអារម្មណ៍ថាលំបាកហ្នឹងកាប់ពិតយើងចាប់ដើមឃើញទោសរបស់នាមរូបហ្នឹងជាផ្លូវបរិសុទ្ធទេញោមផ្លូវរបស់ព្រះរិយៈចឹងឯងព្រោះហើយផ្លូវអស់ហ្នឹងខ្ញុំបានសិក្សាមកខ្ញុំយល់ច្បាស់អំពីផ្លូវហ្នឹងណាព្រោះអីទេហើយញោមស្បៃរីចោះការបប្រតិបត្តិរបស់ញោមបានឆ្លងផុតបាយភូមិហើយនេះជាលៀបជាបុណ្យរបស់ញោមព្រោះសត្វទុកក្នុងថ្ងៃអនាគតបើញោមនៅតែជាស្ត្រីញោមនឹងបានជាព្រះអរហន្តទេមួយព្រះអង្គព្រោះឬក៏ញោមជាពិសោតាសកតិគាមីឬអនាគាមីនៅទេវលោកមនុស្សលោកទេវលោកនិងព្រហ្មលោកចាំពិតប្រកបព្រោះឥឡូវនេះញោមជាប្អូនអរិយបុគ្គលជាបច្ចុប្បន្នសោតាបានញោមទៀងនឹងជាព្រះសោតាបាននៅក្នុងចិត្តខាងមុខព្រោះបើញោមបន្តបស្សនាទៀតខ្ញុំអាចស្រេចនៅចិត្តនេះបានចាំពិតប្រកបដោយយើងមិនចាំបាច់រងចាំបដិសេធទេព្រោះសាធុ